ba groupជំរាបសួរពុកម៉ែបងប្អូនបាទជួបគ្នាសារជាថ្មីទៀតហើយបាទខានshare វីដេអូយូរចឹងគិតថានឹង share វីដេអូចែកម្លែកអំពីបទពិសោធន៍នៃការប្រើប្រាស់ទូរស័ព្ទ iPhone ដើម្បីសន្សំសំចៃនៅ storage ដែលហៅថា memory បាទចឹងអ៊ំពុកម៉ែបងប្អូនដែលក៏អាចធ្វើបាននៅផ្ទះខ្លួនឯងជាពិសេសចាស់យើងគឺពេលខ្លះគាត់ប្រើច្រើនទៅលើបណ្ដាញសង្គម chat Messenger WhatsApp Facebook ឬក៏ Telegram មួយចំនួនគឺតែងតែបាត់បង់នៅ memory ដោយមិនដឹងខ្លួនហើយទូរស័ព្ទចាប់ដើមពេញគាំងដូច្នេះគឺយើងមានវិធីងាយក្នុងការសម្អាតទៅលើ memory Telegram ជាពិសេសគឺស្រុកខ្មែរយើងបាទគឺប្រើ Telegram ច្រើនអញ្ចឹងវាស៊ីទៅលើសម្រាមនៅក្នុង app បាទនៅក្នុងកម្មវិធីតែយើងអត់ដឹងអញ្ចឹងយើងអាចធ្វើការសម្អាតបានដោយខ្លួនឯងនៅផ្ទះដើម្បីទាញយក memory របស់យើងដែលវាស៊ីហ្នឹងយកមកប្រើវិញអញ្ចឹងឃើញថាវាមានភាពងាយស្រួលហើយថ្ងៃនេះផងដែរគឺចង់ចែករំលែកបាទទៅកាន់បងប្អូនជាពិសេសគឺអ៊ំពូមីងចាស់ដែលគាត់នៅផ្ទះគាត់អាចធ្វើខ្លួនឯងបានដោយមិនបាច់ពឹងបាទអ្នកផ្សេងឬក៏ទៅជួបជាងអីចឹងទៅគឺអស់ប្រាក់កាក់តិចតួចអីចឹងទៅបាទអញ្ចឹងដើម្បីធ្វើគឺសាកបងប្អូនទាំងអស់គ្នាយើងចូលទៅក្នុង Telegram បាទបន្ទាប់មកយើងចូលយកពាក្យមួយថាគេហៅថា data ឬ storage បាទនេះ data storage បាទកន្លែងរូបបៃតងហ្នឹងបាទគឺយើងចូលមកបាទរូបបៃតងហ្នឹងគឺរៀងដូចមូហ្នឹងបាទចូលមកវាមាននៅខាងលើមានពាក្យថា storage usage បាទគឺការប្រើប្រាស់ memory គឺនៅក្នុង Telegram ហើយនឹង storage usage ហ្នឹងគឺសម្រាប់បាទគឺយើងចូលទៅក្នុងហ្នឹងបន្ទាប់មកវាមានប៊ូតុងខៀវមួយបាទជាភាសាអង់គ្លេសគឺ clear entry cache បាទគឺសម្រាប់អញ្ចឹងយើងនឹងចុចប៊ូតុងហ្នឹងបាទទាំងអស់គ្នាដើម្បីសម្អាតនៅ memory នោះ500 MB ជាងបាទបើសិនអ្នកខ្លះក៏ប្រើយូរអត់ដឹងឡើងដល់ 10G 20G ក៏មានដែរអញ្ចឹងចំនួន G គឺច្រើនបាទគឺស្មើនឹង1000 MB បាទ1000 MB គឺ 1G អញ្ចឹងយើងគ្រាន់តែคลิกប៊ូតុងហ្នឹងគឺងាយបាទគឺងាយមែនតើសម្រាប់យើងអាចធ្វើនៅផ្ទះបាទតោះមកយើងចុចប៊ូតុងក្រហមនេះមកបាទវាចាប់ដើមសម្អាតឲ្យយើងហើយអញ្ចឹងបើសិនជា memory យើងដល់ G រៀងចាំ2-3នាទីទៅតាម memory ច្រើនអញ្ចឹងពេលយើងសម្អាតរួចឃើញថាយើងបាន memory ហ្នឹងត្រឡប់មកក្នុងទូរស័ព្ទយើងវិញដូច្នេះហើយវាជាវិធីដែលយើងអាចធ្វើបានដែលបងប្អូនយើងខ្លះគាត់អត់ដឹងអញ្ចឹងសូមបងប្អូនជួយ share បន្តឬក៏បាន like subscribe ដើម្បីទទួលបាននៅចំណេះដឹងពីការប្រើប្រាស់ទូរស័ព្ទពីខ្ញុំបាទឃើញថាខាន share ផុសយូរបាទក៏ប៉ុន្តែនឹងព្យាយាមរកអ្វីដែលល្អចែករំលែកក្នុងការប្រើប្រាស់ប្រចាំថ្ងៃគឺជាពិសេសគឺប្រើប្រាស់ទូរស័ព្ទនឹងតែម្ដងអញ្ចឹងសង្ឃឹមថាបងប្អូនជួយ like និង subscribe ហើយនឹងចែករំលែកបន្តដើម្បីជាចំណេះដឹងដល់ពុកម៉ែអ៊ំពូមីងចាស់ជាពិសេសនៅតាមជនបទផងដែរបាទសូមអរគុណជំរាបលាជួបគ្នានៅវីដេអូក្រោយ